ក្មេងប្រុសម្នាក់បានរស់នៅក្នុងពោះតាំងពីកំណើតគាត់កើតមកដោយគ្មានប្រព័ន្ធភាពស៊ាំទាំងអស់សូម្បីតែបាក់តេរីតូចបំផុតក៏អាចធ្វើឲ្យគាត់ស្លាប់បានពេលអាយុបាន4ឆ្នាំគាត់ចាក់ចេញពីមន្ទីរពេទ្យថ្ងៃមួយប៉ែងប៉ោមួយស្ទើរតែប៉ះគាត់ម្ដាយបានផ្លុំបំផ្លាញវាភ្លាមហើយបោះចោលទៅវិញនាងដេញក្មេងៗផ្សេងទៀតឲ្យឆ្ងាយហើយសាងសង់ព្រះរាជាវាំងពពុះមួយដោយដៃខ្លួនឯងសម្រាប់កូនប្រុសអាហាររៀងរាល់ពេលរបស់គាត់ជាគុយគីពិសេសដែលត្រូវបានសម្អាតដោយកម្ដៅខ្ពស់ជាមុនសិនម្ដាយបានផ្ដល់សេចក្តីស្រឡាញ់ទាំងអស់ឲ្យគាត់ប៉ុន្តែពេលនាងចង់ប៉ះកូននាងអាចប៉ះបានតែតាមរយៈស្រោមដៃកៅស៊ូប៉ុណ្ណោះក្រោមការថែទាំយ៉ាងប្រុងប្រយ័ត្នរបស់ម្ដាយក្មេងប្រុសក្នុងពពុះបានធំឡើងយឺតទោះយ៉ាងណាជីវិតបិទបាំងនោះក៏នាំមកនូវបញ្ហាផងដែរក្មេងកំប្រាចិត្តខ្លះតែងតែសើចចំអកគាត់ហើយសូម្បីតែបោះថ្មមកលើគាត់ផងប៉ុន្តែម្ដាយរបស់គាត់តែងតែដេញពួកគេជិនហើយបែបនេះក្មេងប្រុសក៏ធំឡើងគាត់មានអ្វីៗគ្រប់យ៉ាងដែលគាត់ចង់បានរហូតដល់ថ្ងៃមួយអ្នកជិតខាងថ្មីបានផ្លាស់មករស់នៅផ្ទះជិតខាងគាត់តែងតែមើលនាងដោយសម្ងាត់ក្មេងស្រីនោះក៏សង្កេតឃើញការមើលរបស់គាត់ហើយបានមកលេងផ្ទះគាត់ពេលនាងជន់មកនាងត្រូវបានតាក់ទាញដោយបំពង់ធំៗនៅក្នុងផ្ទះនាងដើរឡើងជន់លើតាមបំពង់ទាំងនោះជាការជួបគ្នាលើកដំបូងរបស់ពួកគេក្មេងប្រុសភ័យខ្លាចតថ្នាក់និយាយពាក្យច្រឡំសូម្បីតែបន្ទាប់ពីនាងចាក់ចែងគាត់ក៏នៅតែគិតតពេលវេលានោះម្ដងហើយម្ដងទៀតចាប់ពីពេលនោះមកធ្វើឲ្យគេខ្លាចជាមិត្តភក្តិពួកគេចំណាយពេលសាលាទាំងមូលជាមួយគ្នាពេលវេលាកន្លងទៅទងរបស់ពួកគេកាន់តែជិតស្និទ្ធក្មេងស្ទីចង់ចូលទៅក្នុងពពុះប៉ុន្តែក្មេងប្រុសបាឌីសាទប្រកាសខ្លាចបាក់តេរីក្មេងស្រីគិតថាគាត់មិនស្រឡាញ់នាងទើបនាងចាប់ផ្ដើមលាក់ជួបជាមួយអ្នកផ្សេងក្មេងប្រុសបេដងខូចយ៉ាងខ្លាំងហើយស្នាក់នៅក្នុងពពុះពេញមួយថ្ងៃមួយក្មេងស្រីបានប្រាប់គាត់ថានាងនឹងរៀបការឆាប់នេះទោះបីគាត់សោកសៅយ៉ាងខ្លាំងក៏គាត់នៅតែជូនពរនាងដោយបង្ខប់ចិត្តក្មេងស្រីចាក់ចេញទៅដោយភ្នែកពេញទឹកភ្នែកមុនចាក់ចេញនាងបានទុកអំណោយមួយឲ្យគាត់លើក្របគ្រីស្តាល់មានសរសេរថាខ្ញុំស្រឡាញ់យ៉ាបន្ទាប់មកក្មេងប្រុសមានគំនិតដ៏ក្លាហានមួយគាត់បានរចនាชุดពពុះពិសេសមួយហើយសម្រាប់ចិត្តយកសេចក្តីស្រឡាញ់របស់គាត់វិញគាត់កាត់បំផ្លាញផ្ទះពពុះហើយដើរចេញទៅកាន់ពិភពលោកជាលើកដំបូងអ្វីៗគ្រប់យ៉ាងសម្រាប់គាត់មើលទៅថ្មីនិងអស្ចារ្យក្មេងប្រុសព្យាយាមដើរត្រកក្មេងស្រីប៉ុន្តែទ្រូរថយន្តបុកសំណាងលួចชุดពពុះរបស់គាត់រឿងមុំគ្រប់គ្រាន់មនុស្សនៅក្នុងរថយន្តបានស្នើជួយដឹកគាត់នៅលើផ្ទះគាត់បានជួបមនុស្សចិត្តក្លាជាច្រើនបន្ទាប់ពីស្នាប់រឿងរបស់គាត់ពួកគេទាំងអស់ចង់ជួយគាត់បុរសចាស់ម្នាក់បានហៅគាត់ទៅពិធីអភិវាទដោយរថយន្តចម្រាំងនៅពេលពិធីរៀបការជិតចាប់ដានគាត់បានមកដល់ទីកន្លែងទាន់ពេលក្មេងប្រុសបានដោះชุดពពុះចេញដោយក្លាហានក្មេងស្រីមានអារម្មណ៍រំភើបយ៉ាងខ្លាំងគួរឲ្យភ្ញាក់ផ្អើលក្មេងប្រុសមិនមានអ្វីកើតឡើងសោះវាពិតជាអស្ចារ្យណាស់ដែលឃើញថាអំណាចនៃសេចក្តីស្រឡាញ់អាចឈ្នះឧបសគ្គទាំងអស់បាន